សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពជាទីមេត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជូនសេចក្តីសង្ខេបព័ត៌មានស្ដីពីស្ថានភាពក្រោយបទជបាញ់គិតចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 7 រហូតដល់ម៉ោង 6 ព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2026 យោងស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី 3 គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC កាលពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 គិតត្រឹមម៉ោង 6 ព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2026 នេះបច្ចុប្បន្នភាពនៃស្ថានភាពរួមមានជាអាច 1. ស្ថានភាពពលរដ្ឋភៀសឹកមានពលរដ្ឋភៀសឹក 7,866 នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញដូច្នេះមកដល់ពេលនេះមានពលរដ្ឋភៀសឹកសរុបប្រមាណ 470,000 នាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្នុងចំណោមពលរដ្ឋភៀសឹកសរុបជាង 640,000 នាក់ខណៈពលរដ្ឋភៀសឹកចំនួន 178,894 នាក់ក្នុងនោះមានស្ត្រីចំនួន 93,534 នាក់និងកុមារ 58,094 នាក់បន្តស្នាក់នៅក្នុងជំរំសុវត្ថិភាព 2. ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋានខេត្តឧត្តរមានជ័យមានសាលាចំនួន 203 មន្ទីរពេទ្យមណ្ឌលសុខភាព 34 រដ្ឋបាលខេត្ត 1 មន្ទីរអង្គភាពជុំវិញខេត្ត 33 រដ្ឋបាលស្រុក 5 អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុងស្រុក 10 រដ្ឋបាលឃុំសង្កាត់ 23 និងប៉ុស្តិ៍នគរបាលរដ្ឋបាល 23 បានបើកដំណើរការឡើងវិញខណៈសាលារៀន 57 មន្ទីរពេទ្យឬមណ្ឌលសុខភាព 10 រដ្ឋបាលនៅថ្នាក់ឃុំសង្កាត់ 1 និងប៉ុស្តិ៍នគរបាលរដ្ឋបាល 1 បន្តបិទផ្អាកខេត្តបន្ទាយមានជ័យមានសាលារៀន 5 និងមន្ទីរពេទ្យឬមណ្ឌលសុខភាព 1 បានបន្តបិទផ្អាកខណៈស្ថាប័នផ្ដល់សេវាសាធារណៈនៅថ្នាក់ខេត្តក្រុងស្រុកនិងឃុំសង្កាត់បានបើកដំណើរការឡើងវិញខេត្តព្រះវិហារមានសាលារៀន 61 និងមន្ទីរពេទ្យឬមណ្ឌលសុខភាព 14 នៅបន្តបិទផ្អាកខណៈសាលារៀន 12 មន្ទីរពេទ្យឬមណ្ឌលសុខភាព 12 និងស្ថាប័នផ្ដល់សេវាសាធារណៈនៅថ្នាក់ស្រុក 1 និងឃុំសង្កាត់ 6 បានបើកដំណើរការឡើងវិញ 3. ផលប៉ះពាល់នឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលពុំទាន់ទទួលបានថ្មីដូច្នេះបើគិតចាប់ពីថ្ងៃទី 7 ខែធ្នូឆ្នាំ 2025 មកការខូចខាតទ្រព្យសម្បត្តិឯកជនសរុបរួមមានផ្ទះ 336 ខ្នងអគារស៊ីវិលឯកជន 7 អគារស្នាក់នៅឬសណ្ឋាគារ 10 ស្ថានីយ៍ប្រេងឥន្ធនៈ 3 ផ្សារឯកជន 1 រថយន្ត 34 គ្រឿងម៉ូតូ 8 គ្រឿងលានទិញដំឡូង 1 អគារឃ្លាំងទំនិញ 1 បង្គោលអង់តែនទូរស័ព្ទ 3 អាងទឹកនិងប្រព័ន្ធទឹកស្អាត 6 កន្លែងជង្រុកស្រូវ 1 និងសត្វពាហនៈឬសត្វព្រៃ 2 ក្បាលការខូចខាតទ្រព្យសម្បត្តិសាធារណៈសរុបរួមមានសាលារៀន 25 មន្ទីរពេទ្យឬមណ្ឌលសុខភាព 9 សំណង់អគារ 42 វត្តអារាម 17 សាលាឆទាន 1 រូបសំណាក 1 រថយន្ត 1 គ្រឿង ប្រាសាទបុរាណ 4 ស្ពាន 5 ផ្សារ 1 ផ្លូវ 32 ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី 1 ទីតាំងនិងបណ្ដាញបញ្ជូនអគ្គិសនី 3 កន្លែង 4. កិច្ចអន្តរាគមន៍រៀបចំផ្ទះសម្បែងនិងភូមិករពលរដ្ឋភៀសឹកខេត្តព្រះវិហារកំពុងចុះស្រង់ផលប៉ះពាល់នឹងការខូចខាតនៅក្នុងស្រុកជាំខ្សាន្តព្រមទាំងដឹកជញ្ជូនស្បៀងអាហារជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបានខេត្តឧត្តរមានជ័យមានភូមិចំនួន 84 ពុំទាន់អាចឲ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបានខណៈអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំផ្ទះនិងភូមិករពលរដ្ឋចំនួន 172 ភូមិខេត្តបន្ទាយមានជ័យអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបានផ្សព្វផ្សាយអប់រំពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសហការជាមួយក្រុមការងារស៊ីម៉ាក់ជួសជុលបណ្ដាញអគ្គិសនីនិងបណ្ដាញទូរគមនាគមន៍ឡើងវិញខេត្តបាត់ដំបង
អាញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខនាំយកអំណោយនិងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ព្រមទាំងបានសហការជាមួយនឹងក្រុមការងារស៊ីម៉ាក់ដើម្បីបោសសម្អាតក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខេត្តពោធិ៍សាត់អាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងតាមដានយកចិត្តទុកដាក់និងចុះសួរសុខទុក្ខពលរដ្ឋដែលបានវិលត្រឡប់មកលំនៅឋានវិញក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានតាមដាននិងកត់សម្គាល់ទុកថានៅយប់ថ្ងៃទី7ខែមករាឆ្នាំ2026ភាគីថៃបន្តបង្ហោះដ្រូនចំនួន2គ្រឿងរំលោភចូលដែនអធិបតេយ្យកម្ពុជានៅថ្ងៃជាមួយគ្នានេះដែរទាហានថៃបានដាក់រាយបន្លាលួសនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យជារួមមកដល់ពេលនេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់និងតាមដានសភាពការវិវត្តនៅសមរភូមិមុខជាប់ជាប្រចាំនិងប្រគៀកស្មារជាមួយកងយុទ្ធពលខេមរភូមិន្ទដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីស្របច្បាប់ជាមួយគ្នានេះក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភាគសឹកឲ្យបានសមស្របព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិពិនិត្យនិងដោះស្រាយផលប៉ះពាល់ដែលកើតមានឡើងឲ្យអស់លទ្ធភាពជំរុញបើកដំណើរការឡើងវិញនៅការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋព្រមទាំងបន្តយកចិត្តទុកដាក់សហការឲ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខបន្តវិធានការពង្រឹងសន្តិសុខនិងក្តាប់សភាពការទូទៅក្នុងខេត្តជាប់ព្រំដែនក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវជនរួមជាតិបង្កើនការគ្រប់គ្រងខាងទស្សនៈស្មារតីជំហរជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងទាមទារឲ្យភាគីថៃ1បញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអារ្យភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជា2ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់3គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិនិង4គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីការព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីប្រកាសរួមស្តីពីសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជាថៃដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំបួរនាថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងស្មោះត្រង់ចំពោះសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតទាំងយុទ្ធសាស្ត្រការពារជាតិនិងនយោបាយការទូតស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងធម្មនុញ្ញអង្គការសហប្រជាជាតិជាពិសេសសារពិសេសរបស់សម្ដេចតេជោហ៊ុនសែនដែលបានបញ្ជាក់ថាកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយដោយជនរួមជាតិគ្រប់រូបត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិប្រឹងឈរខ្លួនឯងខិតខំខ្លួនឯងនិងពង្រឹងភាពជាម្ចាស់ខ្លួនឯងដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិផ្អែកលើកម្លាំងមហាសាមគ្គីនិងស្មារតីស្នេហាជាតិដ៏មោះមុតយើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបានមិនថាឧបសគ្គធំប៉ុណ្ណាឡើយអាស្រ័យហេតុនេះសូមជនរួមជាតិជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដោយរួបរวมស្មារតីជាតិខ្មែរតែមួយជៀសវាងចាញ់ឧបាយកលឃោសនាញុះញង់ពីក្រមជ្រុលនិយមណាមួយធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងអនុវត្តដើម្បីធានាសន្តិភាពយូរអង្វែងការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិឲ្យខាងតែបានសូមជនរួមជាតិបន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅខ្ញុំកណ្ណាខ្ញុំសូមបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា